របៀបចូលទៅមើលឆាតគេដោយមិនអោយគេដឹងបាទសួស្តីបងប្អូនអរគ្នាជួបខ្ញុំម្ដងទៀតហើយនៅវីដេអូនេះដោយខ្ញុំធ្វើបង្ហាញអំពីរបៀបចូលទៅមើលឆាតបណ្ណាម្នាក់អញ្ចឹងណាហ្នឹងហើយចូលទៅមើលទៅយើងចូលមើលប៉ុន្តែគេម្ចាស់ឆាតគេហ្នឹងគឺគេអត់ដឹងថាយើងចូលមើលឆាតគេទេបងប្អូនណាតើយើងមានវិធីអីដើម្បីចូលមើលបានបែបហ្នឹងអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចែកម្លែកវីដេអូនេះម្នាក់មួយផងបងប្អូនណាដើម្បីឲ្យបងប្អូនយើងផ្សេងៗគាត់ចេះធ្វើដូចបងប្អូនយើងទាំងអស់គ្នាផងដែរអញ្ចឹងនៅពេលណាដែលយើងចូលមើលឆាតគេដោយមិនអោយគេដឹងខ្ញុំមានឆាត2បងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងអានេះឆាតទី2បាទហើយអានេះគឺជាឆាតទី1បងប្អូនណាបាទអញ្ចឹងខ្ញុំមានឆាត2អញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំយកឆាតមួយណាក៏បានដែរដូចថាខ្ញុំយកឆាតទី2នេះឆាតទៅឆាតទី1បាទបងប្អូនដោយសារតែខ្ញុំប្រើទូរស័ព្ទដៃតែមួយអញ្ចឹងណាហ្នឹងហើយអញ្ចឹងគឺខ្ញុំក្លូនឆាតមកមួយទៀតដើម្បីធ្វើបង្ហាញដល់បងប្អូនយើងបាទអញ្ចឹងខ្ញុំយកឆាតទី2បាទតបមកទៀតខ្ញុំឆាតទៅ account របស់ខ្ញុំនេះបាទបងប្អូនខ្ញុំចុចលើ account របស់ខ្ញុំហ្នឹងខ្ញុំទៅសេមកខ្ញុំដាក់ថា hi យ៉ាងទៅ hi ឬមួយក៏ស៊ូស្ដីអីចឹងទៅណាបាទហ្នឹងហើយខ្ញុំសេពីយ៉ាងទៅហ្នឹងបន្តមកទៀតនេះអូខេ load មក account មួយទៀតបាទអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំចូលទៅឆាតមួយទៀតបងប្អូនណាបាទខ្ញុំចូលទៅឆាតមួយទៀតដើម្បីមើលខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងតិចបាទអញ្ចឹងខ្ញុំចូលមកឆាតមួយទៀតបងប្អូនទាំងអស់គ្នាដើម្បីចូលទៅមើលបាទដើម្បីបញ្ជាក់ដល់បងប្អូនយើងបាទខ្ញុំចូលទៅមើលខ្ញុំមិនតាន់បានធ្វើអីណាបងប្អូនណាគឺខ្ញុំចូលទៅមើលយើងធម្មតាដែលយើងឆាតទៅវិញទៅមកជាមួយដៃគូអីចឹងទៅយើងចូលមើលធម្មតាអញ្ចឹងណាបាទអញ្ចឹងសញ្ញានៃការចូលមើលគឺវាលោតមកណា profile បងប្អូនគឺ profile ពេលណាដែលយើងចូលមើលអញ្ចឹង profile យើងលោតចុះមកក្រោមគេដឹងគេចំណាំថាអូ profile យើងធ្លាក់ចុះមកក្រោមអញ្ចឹងគេបានមើលសារយើងហើយដែលយើងឆាតទៅណាបាទអញ្ចឹងយើងចូលមើលដល់ពេលអានេះឆាតនេះណាដល់ពេលខ្ញុំចូលមកឆាតនេះបាទអញ្ចឹងខ្ញុំចូលមកឆាតនេះចង់ដឹងថាจะមើល profile លោតចុះមកក្រោមដែរអត់បងប្អូនណាហ្នឹងហើយអូខេនេះបងប្អូនចុចលើឆាតហ្នឹងមកបាទអញ្ចឹងបងប្អូនទាំងអស់គ្នានៅពេលណាដែលយើងចូលមើលដៃគូធម្មតាដែលយើងអត់តាន់បានធ្វើអីសោះគឺយើងចូលមើលគឺ profile អាតូចឃើញទេបាទវាលោតមកឃើញអត់បាទអញ្ចឹងគេសម្គាល់ថាអូគេបានចូលមើលឆាតយើងហើយបាទអញ្ចឹងខ្ញុំមានវិធីដើម្បីពេលណាចូលមើលឆាតអត់ឲ្យ profile ហ្នឹងលោតមកចុះក្រោមដូចអញ្ចឹងទេបងប្អូនណាហ្នឹងហើយតែលោតមកអញ្ចឹងបានន័យថាគេដឹងថាយើងចូលមើលហើយអញ្ចឹងដើម្បីយើងធ្វើមិនឲ្យគេដឹងគឺបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំសូម clear ចោលសិន clear ចោលបាទអញ្ចឹងយើងចូលទៅវិធីនៅក្នុងការធ្វើដោយមិនឲ្យគេដឹងណាបាទអញ្ចឹងដូចថាខ្ញុំយកឆាតនេះម្ដងឆាតទៅណាបាទចុចចូលហ្នឹងហើយខ្ញុំចុចចូលមកខ្ញុំឆាតទៅអញ្ចឹងបាទខ្ញុំចុចឆាតបងប្អូនខ្ញុំដាក់ថាសួស្ដីបងប្អូនណាបាទសួស្ដីហើយខ្ញុំទៅសេមួយទៀតទៅខ្ញុំទៅសេហាយអញ្ចឹងទៀតទៅដើម្បីសម្គាល់ណាបាទហ្នឹងហើយហើយខ្ញុំដាក់នេះមួយទៀតទៅហ្នឹងហើយមេដៃទៅមួយទៀតទៅហ្នឹងហើយខ្ញុំដាក់មេដៃទៅខ្ញុំដាក់មេដៃទៅអញ្ចឹងទៀតបងប្អូនណាបាទអូខេអញ្ចឹងបងប្អូនទាំងអស់គ្នានៅពេលណាដែលដូចថាម្នាក់ហ្នឹងឆាតទៅខ្ញុំបាទអញ្ចឹងឆាតហ្នឹងគឺឆាតទៅខ្ញុំហើយអញ្ចឹងខ្ញុំត្រូវមានវិធីដើម្បីចូលទៅមើលដោយមិនឲ្យគេដឹងអញ្ចឹងខ្ញុំចូលមកឆាតនេះបងប្អូនបាទអញ្ចឹងគេឆាតមកអញ្ចឹងសួរថាយើងចុចលើហ្នឹងឯងអត់ទេណាបងប្អូនអត់កុំអាលចុចណាបាទកុំអាលចុចបើកាលណាបងប្អូនចុចចូលទៅមើលគឺ profile យើងប្រកាសជា load គេនឹងដឹងហើយបាទអញ្ចឹងបងប្អូនទាំងអស់គ្នាដើម្បីយើងចូលទៅមើលដោយមិនឲ្យគេដឹងបងប្អូនយកម្រាមដៃយើងសង្កត់បាទយកម្រាមដៃយើងសង្កត់ឲ្យជាប់ឲ្យដកដៃសង្កត់ឲ្យជាប់មួយផ្លែតណាបាទនេះសង្កត់ឲ្យជាប់មួយផ្លែតទៅយើងដកដៃឲ្យវាចេញចែកណាបងប្អូនបាទនៅពេលណាដែលចេញអញ្ចឹងបងប្អូនយកពាក្យថា restrict បងប្អូនណាបាទនេះចុចលើពាក្យថា restrict មកបាទបន្តមកទៀតបងប្អូនចុចពាក្យថា restrict ម្ដងទៀតមកបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងបាន restrict អាហ្នឹងយើងធ្វើវិធីហ្នឹងដើម្បីចូលទៅមើលឆាតគេបានណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាគឺយើង restrict ហើយវា load មកគឺបាត់ account ហ្នឹងហើយបងប្អូនហ្នឹងមើលពេលណាដែល load បាត់តើយើងមើលឃើញដោយរបៀបណាអូខេអត់អីទេបងប្អូនណាបាទវាចូលទៅកន្លែងមួយទៀតបងប្អូនហ្នឹងហើយវាចូលទៅកន្លែង restrict មួយទៀតណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងដើម្បីចូលទៅមើលឆាតគេដឹងគឺយើងធ្វើបែបហ្នឹងហើយយើងយកកន្លែងនេះបាទកន្លែង tray 3នេះបងប្អូនចុចកន្លែងហ្នឹងមកបងប្អូនទាំងអស់គ្នាយើងយកកន្លែងនេះណាកងចាក់នេះមកស្ពឺហ្នឹងបាទបន្តមកទៀតបងប្អូន scroll ទៅលើទៅបងប្អូនមកយកកន្លែង privacy and security បាទចុចលើកន្លែងហ្នឹងមកបន្តមកទៀតបងប្អូនមើលពីលើចុះមកក្រោមបងប្អូនមករកពាក្យថា restrict account បាទចុចលើហ្នឹងមក
បាទអញ្ចឹងយើងបានធ្វើការ restrict account ប្រហែលអ្នក2អ្នកបង្ហាញ2អ្នកម្នាក់ឃើញបង្ហាញម្នាក់អញ្ចឹងណាបាទបងប្អូនហ្នឹងហើយអញ្ចឹងខ្ញុំ restrict តាមមួយ account មិញហ្នឹងទេបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងចុចលើនឹងមកដើម្បីចូលទៅមើល chat បងប្អូនណាចុចចូលទៅនឹងមកអូខេបន្តមកទៀតបងប្អូនទាំងអស់គ្នាចេញអញ្ចឹងបងប្អូនយកពាក្យថា continue បាទបងប្អូនចុចពាក្យថា continue មកបាទហើយបងប្អូនទាំងអស់គ្នាចុចពាក្យថា unrestrict មកបាទអញ្ចឹងបងប្អូនទាំងអស់គ្នាគឺគេបានឆាតមកអ្នកយើងបានឃើញណាបាទគឺយើងបានឃើញហើយនឹងគេឆាតមកសួស្ដីហើយអ្នកយើងចូលមើលអស់បងប្អូនណាបាទប៉ុន្តែគេអត់ដឹងថាយើងកំពុងតែចូលមើលឆាតដែលគេឆាតមកយើងឯងបងប្អូនណាបាទគឺគេអត់ដឹងថាយើងចូលមើលទេអញ្ចឹងចង់ដឹងយើងត្រូវតែបញ្ជាក់ថាគេដឹងមិនដឹងចាំមើល profile ធ្លាក់មកក្រោមមិនធ្លាក់បងប្អូនទាំងអស់គ្នាតោះយើងចូលទៅមើល account មួយទៀតហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាយើងចូលមកខ្ញុំចូលមកឆាតនេះបងប្អូនណាបាទចូលមកឆាតនេះហ្នឹងហើយចុចចូលមកឃើញទេបងប្អូនអត់មានទេណាបាទអត់មានទេបាទអត់មាន profile យើងនៅខាងលើដដែលឃើញទេអត់ធ្លាក់មកទេបងប្អូនឃើញអត់បាទហ្នឹងហើយបាទអញ្ចឹង profile អត់ធ្លាក់មកក្រោមទេគឺវានៅខាងលើបងប្អូនទាំងអស់គ្នាណាបាទនេះគឺជាវិធីមើលឆាតគេដោយមិនឲ្យគេដឹងបងប្អូនទាំងអស់គ្នាណាបាទ